គឺស្ដីអ្នកទាំងអស់គ្នានេះគឺជាវីដេអូ topic ទី1របស់យើងដដែលពាក់ព័ន្ធមួយការរកលុយតាមអនឡាញហើយចូលដល់វីដេអូទី3ហើយវីដេអូទី3នេះគឺយើងនឹងមកនិយាយអំពីអត្ថប្រយោជន៍របស់ Gmail គឺជាក្រុមហ៊ុនរបស់ Google ដែលនៅពេលដែលយើងបង្កើត Gmail មួយបានគឺយើងអាចនឹងប្រើប្រាស់ដូចជា YouTube, Gemini, Google Search, Gmail នឹងកម្មវិធីជាច្រើនទៀតដូចជា Google Map ដែលយើងអាចបង្កើត account ហើយយកទៅប្រើប្រាស់ជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងតែម្ដងដោយសារ Google ជាក្រុមហ៊ុនមួយដែលធំហើយយើងអាចយកវាមកប្រើជាមួយនឹង Play Store បាទ Play Store បានទៀតទោះយើងចូលនៅក្នុង Play Store ក៏ដោយក៏យើងបង្កើត Gmail ដែរអាហ្នឹងសម្រាប់អ្នកដែលគាត់អត់ទាន់យល់ពី Gmail ច្បាស់លាស់គឺមានន័យអញ្ចឹងមែនតើកម្មវិធីរបស់ Gmail នោះវារៀងច្រើនហើយយើងយកមកប្រើប្រាស់ទូទៅទៀតអញ្ចឹងខ្ញុំគិតថាខ្ញុំចូលនៅក្នុង Gmail បានអាចបង្កើត Gmail បានពួកអ្នកខ្លះខ្ញុំអត់ទាន់មាន Gmail ទេបងខ្ញុំត្រូវបង្កើតថ្មីមួយក៏ប៉ុន្តែគាត់មាន Play Store ពួកគាត់ប្រើទូរស័ព្ទ Android កាលហ្នឹងហើយគឺជា Gmail របស់គាត់អញ្ចឹងយើងឃើញអំពីអត្ថប្រយោជន៍របស់វាហើយក្រុមហ៊ុន Android ក៏ជាក្រុមហ៊ុនមួយរបស់ Google ដែរដែលថាវាត្រូវការ Gmail ហើយការប្រើប្រាស់ Gmail វាដូចជាផ្ដល់ព័ត៌មានមួយចំនួនយកទៅឲ្យគេចាំពីព្រោះថាសិនតែការប្រើប្រាស់ technology ខ្ញុំគិតថាអាចថាជាង 50% ឯងដែលគេត្រូវការប្រើប្រាស់ Gmail ដូចយើងយកទៅបង្កើត Facebook ក៏យើងអាចយក Gmail យកទៅប្រើប្រាស់បានយើងយកទៅបង្កើតកម្មវិធីមួយចំនួនចូល website មួយចំនួនគឺគេត្រូវការ Gmail ត្រូវការ mail បាទត្រូវការ mail តែទលំទលាយនៅក្នុងស្រុកយើងឥឡូវហើយនឹងពិភពលោកទៅច្រើនគឺ Gmail នៅពេលដែលអ្នកទាំងអស់គ្នាបង្កើត Gmail រួចគឺអ្នកទាំងអស់គ្នាអាចរកលុយជាមួយនឹង YouTube បានហើយដោយសារ YouTube អត់ទៅសាមញ៉ាំអត់ទៅញ៉ៃញ៉ៃឯដូច Facebook ហើយនឹង TikTok ទេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់បង្កើត Gmail គឺយើងអាចយកវីដេអូរបស់យើងយកទៅបង្ហោះក្នុង YouTube ដើម្បីស្នើសុំបើកពាណិជ្ជកម្មក្នុងការរកលុយឯងក៏ប៉ុន្តែបើសិនជា Facebook ហើយនឹង TikTok វាអាចថាវារៀងសាំញ៉ាំបន្តិចដែលវាតម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើតាមលក្ខខណ្ឌកាំងពីដើមរហូតដល់ចប់ដែរបើមិនមែនទៅវាអត់ទលំទលាយដូចជា YouTube ទេពីព្រោះថា YouTube គឺបើកឲ្យរកលុយជាលក្ខណៈផ្លូវការក្នុងស្រុកខ្មែរហើយ Facebook TikTok គឺវាគ្រាន់តែបើកមុខងារដែលរកលុយអត់ទៅបានមួយចំនួនឲ្យយើងទេអារកលុយបានគឺគេអត់ទាន់បើកទេនៅពេលដែលខ្ញុំកំពុងធ្វើវីដេអូនេះក៏ប៉ុន្តែក្រោយនឹងទៀតអាចនឹងគេបើកវិញក៏ខ្ញុំអត់ហ៊ានថាអីដែរហើយបើសិនជាយើងរកលុយជាមួយនឹង TikTok ហើយនឹង Facebook បើសិនជាយើងអត់បានសិក្សាច្បាស់ទេគឺរកលុយអត់បានទេហើយបើ YouTube ងាយបាទ YouTube ងាយគឺមែនតើឲ្យតែមានវីដេអូផុសវាងាយជាងបាទវាងាយជាងតែបើខុសគោលការណ៍គេអាចអត់ដូចគ្នាទេរឿងដែលសំខាន់មួយទៀតនោះគឺយើងត្រូវតែមាន Gmail ដដែលហ្នឹងដើម្បីធ្វើការ verify ជាមួយនឹង Facebook ហើយនឹង TikTok ដើម្បីធ្វើឲ្យ account Facebook និង TikTok របស់យើងកាន់តែរឹងមាំជាងយើងប្រើជាមួយតែលេខទូរស័ព្ទទៅទេហើយយើងដាក់លេខទូរស័ព្ទហើយយើងដាក់ Gmail ទៀតកាន់តែរឹងមាំកាន់តែមើលទៅវា professional ដែលធ្វើឲ្យខាងក្រុមហ៊ុន Facebook និងTikTok កាន់តែបើកចំហជាមួយយើងជាងយើងបង្កើតតែលេខទូរស័ព្ទទៅទេគាត់ថាបើសិនជា TikTok មួយ Facebook វាត្រូវការឲ្យអ្នកដែលមានបទពិសោធន៍មួយចំនួនក្នុងការប្រាប់អ្នកទាំងអស់គ្នាគួរតែធ្វើមិនពីព្រោះថាវាត្រូវការកងធនាគារនៅស្រុកគេវាត្រូវការ VPN វាត្រូវការបង្កើត account ចំ account មានរឿងច្រើនដែរនៅពីក្រោយខ្នង TikTok ជាមួយនឹង Facebook ក៏ប៉ុន្តែ YouTube គឺងាយបង្កើត Gmail រួចយកវីដេអូអ្នកទាំងអស់គ្នាយកទៅផុសក្នុងYouTube ហើយដល់គោលការណ៍គេដល់អ្វីដែលគេកំណត់យើងអាចបើកពាណិជ្ជកម្មរកលុយបានតិចឬច្រើនវាអាស្រ័យទៅលើ content អ្នកទាំងអស់គ្នាវាអាស្រ័យទៅលើview បងប្អូនទាំងអស់គ្នាហើយខ្ញុំ recommend ថាបើសិនអ្នកទាំងអស់គ្នាមាន Gmail រួចអី remove អា Gmail ដែលយើងអត់សូវប្រើឬក៏មានបញ្ហាឬក៏យកពីយើងទិញទូរស័ព្ទហ្នឹងគេបដាក់ឲ្យយើងស្រាប់ហ្នឹង remove វាចោលតែម្ដងទៅពីព្រោះ Gmail ហ្នឹងក៏អាចទាញតំណែងមួយចំនួនចេញពីទូរស័ព្ទយើងបានដែរអញ្ចឹងយើងយក Gmail របស់យើងសុទ្ធសាធដែលយើងទើបបង្កើតថ្មីហ្នឹងវាច្បាស់លាស់ជាងបាទវាច្បាស់លាស់ជាងហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបង្កើត Gmail គឺយើងអាចយកមកប្រើជាមួយនឹង YouTube បានហើយនៅពេលយើងចាប់ផ្ដើមរកលុយជាមួយនឹង YouTube Gmail អ្នកទាំងអស់គ្នាត្រូវបានរត់បន្តឹងពីព្រោះមួយយើងប្រើប្រាស់ទូទៅអត់សូវជាបញ្ហាចោលទេតែគ្រាន់តែពេលយើងចាប់ផ្ដើមបើកពាណិជ្ជកម្មរកលុយគឺវាចាប់ផ្ដើមតឹងរឹងជាមួយនឹងយើងខ្លាំងអញ្ចឹងវាទាមទារឲ្យអ្នកទាំងអស់គ្នាមានប្រវត្តិរូបច្បាស់លាស់ឬក៏វាសួរសំណួរមួយចំនួនដើម្បី recovery ឬក៏ដោះស្រាយបញ្ហាអីមួយចំនួនគឺជាអត្តសញ្ញាណរបស់យើងពិតប្រាកដហើយ YouTube គឺមានលក្ខខណ្ឌមួយទៀតគឺ
នៅពេលយើងគ្រប់គោលការណ៍អញ្ចឹងណាគេមានសបត់ ping គេអត់ផ្ញើចូលទៅតាមអ៊ីនធឺណិតទេគេផ្ញើសបត់អីឲ្យយើងអញ្ចឹងគេត្រូវការទីតាំងច្បាស់លាស់របស់យើងហើយចឹងហើយវាទាមទារឲ្យអ្នកទាំងអស់គ្នាហ្នឹងមានប្រវត្តិរូបពិតប្រាកដលេខទូរស័ព្ទពិតប្រាកដគេងាយស្រួល contact មកយើងពីខាងក្រុមហ៊ុនមកណាងាយស្រួលក្នុងការតាក់ទងមកយើងហើយសម្រាប់អ្នកដែលប្រើធ្វើ style បន្លែក head អីដែលបង្កើត account ច្រើនអីអាហ្នឹងគឺរឿងផ្សេងដោយសារខ្ញុំអត់អាចនិយាយដាក់ក្នុង YouTube បានទេដោយសារវានឹងអាចចាប់បើសិនជាមានបញ្ហាចង់ធ្វើបន្លែក head មានន័យថាចង់បែបជាលក្ខណៈកັບដៅគឺអ្នកទាំងអស់គ្នាអាចទៅជែកគ្នានៅក្នុងក្រុម Telegram បានហើយក្រុម Telegram ខ្ញុំនឹងបង្កើតដាក់នៅក្នុង description ខាងក្រោមវីដេអូរបស់ខ្ញុំនៅក្នុង YouTube ប៉ុន្តែ Facebook អីខ្ញុំមើលតាមថាគួរដាក់អត់ហើយខ្ញុំបដោតវីដេអូពីច្រើនគឺនៅក្នុង YouTube អ្នកទាំងអស់គ្នាអាចនឹងឃើញ YouTube ខ្ញុំបង្ហោះទៅមុនហើយ Facebook អាចនឹងអត់អាទិត្យទើបខ្ញុំនឹកឃើញបង្ហោះក៏មានឬក៏វីដេអូខ្លះខ្ញុំអត់បង្ហោះអីចឹងទៅអញ្ចឹងអានេះខ្ញុំសូមបញ្ជាក់បងប្អូនឲ្យហើយសម្រាប់ Gmail គឺចំណេះដឹងពាក់ព័ន្ធជាមួយនឹងរឿងវាហ្នឹងខ្ញុំចែកម្លែកឲ្យបងប្អូនប៉ុណ្ណឹងដោយសារកុំឲ្យវីដេអូនេះវារៀងវែងហើយបើសិនជាបងប្អូនទាំងអស់គ្នាពិតជាអត់ចេះបង្កើត Gmail មែនអូខេយើងធ្វើវីដេអូ clip ដល់ like មួយទៀតឲ្យទៅបងប្អូនទាំងអស់គ្នាក្នុងការបង្កើត Gmail គ្រាន់តែវីដេអូនេះពេលដែលខ្ញុំគិតថាខ្ញុំចង់និយាយអំពីការបង្កើត Gmail ក៏ប៉ុន្តែខ្ញុំគិតថាមានបងប្អូនជាច្រើនដែលគាត់ចេះបង្កើតវាដោយខ្លួនឯងគាត់ដាក់លេខទូរស័ព្ទដាក់ឈ្មោះតាមគេសុំអីដាក់លេខហ្នឹងចុចនិចទៅវាដំណើរការហើយគ្រាន់តែយើងដូចទៅចែកមុនហ្នឹងអញ្ចឹងថាយើងបង្កើតវាទៅអីហើយវាមិនទៅបានយើងត្រូវបង្កើត Gmail ហ្នឹងហើយសម្រាប់បងប្អូនដែលរៀងយល់ខ្លះហើយខ្ញុំគិតថាវីដេអូនេះរៀង live សម្រាប់គាត់តែសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមតែម្ដងអាចនិយាយបានថាវាសំខាន់សម្រាប់ពួកគាត់ក្នុងការវិវត្តខ្លួនទៅមុខទៀតពីព្រោះថាពេលខ្លះគាត់បាត់អាគ្រឹះហ្នឹងគឺគាត់ចាប់ផ្ដើមចងាងនៅពេលដែលវាចាប់ផ្ដើមជ្រៅឬក៏ចាប់ផ្ដើមចូលដល់ណាដល់ណីហើយគឺចាប់ផ្ដើមមានបញ្ហាហ្នឹងហើយសម្រាប់វីដេអូមួយនេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសិនយើងនឹងទៅចែកគ្នានៅ topic ក្រោយទៀតហើយបើសិនជាអ្នកទាំងអស់គ្នាពិតជាអត់ចេះបង្កើត Gmail មែនអូខេយើង comment នៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើវីដេអូ clip ក្នុងការបង្កើត Gmail ឲ្យបងប្អូនទាំងអស់គ្នាថាតើការបង្កើត Gmail របស់ខ្ញុំហ្នឹងគឺរបៀបម៉េចបាទបាយបាយជំរាបលាជំរាបលាបាយបាយ